ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំចូលមកពីវិធីរៀនសម្អាតម៉ាស៊ីនជាមួយដបទឹកដោះគោដែលវាមានភាពដុសស្នឹមដោយបងប្អូនបានឃើញនៅក្នុងវីដេអូម៉ាស៊ីនរបស់ខ្ញុំវាមានសភាពដុសស្នឹមហើយយើងមានក្រូចឆ្មាមួយផ្លែបន្ទាប់មកយើងកាត់វាមួយចំណិតមួយល្មមដែលយើងនឹងច្បាច់ចូលទៅក្នុងម៉ាស៊ីនខ្ញុំចង់បញ្ជាក់ឡើយនេះយើងត្រូវដាក់ទឹកមកនៅក្នុងម៉ាស៊ីនហ្នឹងបន្ទាប់មកយើងច្បាច់ក្រូចឆ្មានៅក្នុងទឹកហ្នឹងដែលយើងបានកាត់បន្ទាប់មកយើងបើកកុងតាក់ដើម្បីឲ្យវាដំណើរការចូលបងប្អូនរងចាំប្រហែលជា10វិនាទីវានឹងចាប់ផ្ដើមដំណើរការហើយមើលទឹកហ្នឹងចាប់ផ្ដើមឡើងពពុះឡើងទៅហើយឡើងពពុះបងប្អូនចឹងយើងរងចាំមើលវារយៈពេលប្រហែលជា2ទៅ3នាទីរហូតដល់ទឹកនឹងពុះជឿទឹកទៅនឹងចាប់ផ្ដើមពុះវានឹងកាត់យកជាតិកមដែលវាជាប់នៅក្នុងម៉ាស៊ីនហ្នឹងចេញពីក្នុងម៉ាស៊ីនហ្នឹងបន្ទាប់ហើយបងប្អូនបានឃើញមានពពុះឡើងខ្មៅចេញតាមម៉ាស៊ីនហ្នឹងតែយើងរងចាំពេលបន្តិចមកដល់ទឹកហ្នឹងវាចាប់ផ្ដើមរីងយើងចាប់ផ្ដើមបិទម៉ាស៊ីនហ្នឹងតែបងប្អូនទស្សនាម៉ាស៊ីនហ្នឹងពេលបងប្អូនមើលទៅទឹកហ្នឹងវាល្មមយើងកុំឲ្យវារីងពេកយើងចុចបិទវាទៅបងប្អូនតើបើយើងចុចបិទយើងយកកណាត់សាមួយយើងយកវាមកជូតមកយើងនឹងកាត់ជាតែស្នឹមនឹងចេញពីប៉ាសិនបងប្អូនយ៉ាងស្អាតបើសមបងប្អូនធ្វើតាមវិធីនេះខ្ញុំបានរៀបរាប់ពីមិញចឹងវានឹងទទួលបានផល 100% ធានាជូនបងប្អូនសូមអរគុណ